សួស្តីទាំងអស់គ្នាថ្ងៃនេះយើងនឹងមកតរឿងដឹកភីសាជួបស្នេហ៍ភាគទី23របស់យើងមកបន្តសាច់រឿងការវិភាគមុននៅពេលសអាងកំពុងស្រឡឹងមើលវូវ័នគិតថាគួរតែមានអ្វីឲ្យគាត់ធ្វើបន្ថែមទៀតហើយសអានក៏បានគិតបកក្រោយទៅអតីតកាលរបស់ខ្លួនឯងមានពេលមួយដែលខ្ញុំតែងតែខិតខំយ៉ាងខ្លាំងដើមឡើយការខិតខំប្រឹងប្រែងរបស់ខ្ញុំគ្រាន់តែជាក្តីសង្ឃឹមដែលខ្ញុំមិនទាន់បានសម្រេចមិនយូរប៉ុន្មានការប្រឹងប្រែងខ្លះជាសភាវគតិដើម្បីបំពេញចន្លោះប្រហោងក្នុងបេះដូងរបស់ខ្ញុំមហាចតាល្ងងខ្លះរបស់ខ្ញុំបានបិទបាំងការពិតដោយជំរុញឲ្យខ្ញុំហួសពីដែនកំណត់ការខំធ្វើឲ្យអស់ពីសមត្ថភាពបានជំរុញឲ្យខ្ញុំគិតថាខ្ញុំអាចសម្រេចអ្វីបានគ្រប់យ៉ាងការបំភាន់ថាខ្ញុំកំពុងធ្វើបានល្អការចង់បានអត់ប្រយោជន៍ដើម្បីផ្លាស់ប្ដូរខ្ញុំបានជាប់គាំងនឹងសភាវគតិនោះក្នុងមួយជីវិតរបស់ខ្ញុំដឹងថាខ្ញុំដើរខុសទិសដៅប៉ុន្តែភាពសុចរិតរបស់ខ្ញុំបានធ្វើឲ្យខ្ញុំអសកម្មហើយបានធ្វើឲ្យខ្ញុំបាត់បង់ភាពក្លាហានទាំងអស់ដើម្បីឲ្យខ្ញុំត្រឡប់ក្រោយដូច្នេះខ្ញុំមិនបានដឹងការខិតខំប្រឹងប្រែងរបស់ខ្ញុំដែលខ្ញុំបានចំណាយក្នុងមួយជីវិតរបស់ខ្ញុំមិនបានផ្លាស់ប្ដូរអ្វីឡើយខ្ញុំមិនដឹងថាវាអាចផ្លាស់ប្ដូរអ្វីបានទាំងអស់តាំងពីដំបូងមកគ្មានអ្វីដែលខ្ញុំអាចធ្វើបានទេខ្ញុំចង់ធ្វើអ្វីមួយឲ្យបានសម្រេចដោយខ្លួនខ្ញុំផ្ទាល់ប៉ុន្តែវាចំណាយពេលយូរដើម្បីឲ្យខ្ញុំដឹងនៅពេលណាដែលខ្ញុំសម្លឹងមើលកូនគំនិតជាច្រើនបានឆ្លងកាត់ខ្ញុំគំនិតដែលខ្ញុំមានត្រូវបានបង្ក្រាបយូរណាស់មកហើយសោអានអង្គុយមើលកូនប្រុសគេញ៉ាំគិតវែងឆ្ងាយដល់កអេដមីនខ្ជិលសម្រាយតែម្ដងណាចាប៉ុន្តែសាច់រឿងវាធ្វើតែអញ្ចឹងធ្វើមិនទេបន្ទាប់ពីញ៉ាំបាយហើយវូវ៉ុនក៏បានលាសអានទៅធ្វើការអញញ៉ាំឡើងប្រឹមប្រៃខ្ញុំនឹងមកវិញវ៉ុនបានប្រាប់សអានថាឲ្យសម្រាកទៅខ្ញុំនឹងទេមកបន្ទាប់ពីបញ្ចប់ការងារសអានឆោអោបដៃនិយាយយល់ព្រមហើយឲ្យថែរក្សាខ្លួនផងមីនមើលទៅដូចប្រពន្ធលាប្តីធ្វើការមិនទេបន្ទាប់ពីវូវ៉ុនចេញទៅបាត់ទៅបរិយាកាសក្នុងផ្ទះបានស្ងាត់ហើយសអានយើងក៏បានភីងទៅលើសាឡុងកំពុងតែល្អក្នុងចិត្តដែមខ្ញុំមិនដែលជួននរណាតាំងពីថ្នាក់បឋមមកម្លេះហើយសអានយើងពេលនេះពងកើតថាប្រកាសជាចាំវូវ៉ុនពេញមួយថ្ងៃតែម្ដងនៅម៉ោង 11:32 នាទីសអានសង្ឃឹមថាពេលវេលានឹងដើរលឿនហើយឥឡូវនេះសអានយើងកំពុងតែហាន់ប្រាណប៉ុន្តែភ្នែកគឺមើលម៉ោងតែរហូតហើយបន្ទាប់មកក៏បានញ៉ាំបាយពេលល្ងាចហើយសអានមិនធ្វើអីទេភ្នែកមើលតែម៉ោងទេនៅពេលនេះម៉ោង 6:40 នាទីហើយបន្ទាប់ពីញ៉ាំបាយហើយគឺអង្គុយមើលសភៅប៉ុន្តែភ្នែកគឺផ្ទៀងមើលតែម៉ោងទេឥឡូវនេះម៉ោង 8:10 នាទីហើយសអានអត់មានធ្វើអីទេគឺអង្គុយមើលម៉ោងតែម្ដងហើយឥឡូវនេះម៉ោង 11:20 នាទីសអានពងល្អក្នុងចិត្តហើយវាយូរខ្លាំងណាស់ហើយពេលនេះសអានរបស់យើងគឺស្រែកតែម្ដងកំពុងល្អមានអារម្មណ៍ថាអន្ទះសារខ្លាំងណាស់មិនអាចកាត់ចេញថាកំពុងចាំវូវ៉ុនចេញពីធ្វើការសអានយើងក៏ធ្លាប់និយាយពាក្យនេះនៅការវិឆាប់តើ5ដែរសអាននៅតែបន្តល្អមិនដឹងពេលណាវូវ៉ុនមកវិញហើយពេលនេះមានអារម្មណ៍ខ្លួនឯងដូចជាកូនឆ្កែបន្ទាប់មកសម្លេងទូរស័ព្ទក៏បានរោគ្រាន់តែលើសម្លេងហើយសអានស្ទុះតែម្ដង Hello វូវ៉ុនថាអូដូចជាលឿនអ្នកអាចចាប់ផ្ដើមដើរមកបានទទួលបានបន្ទាប់ពីទទួលបានទូរស័ព្ទសអានក៏ចាប់ផ្ដើមដើរមកក្រៅសអានបាននៅខាងក្រៅហើយប៉ុន្តែគ្មានអារម្មណ៍រំភើបអ្វីទេវាមានរយៈពេលយូរហើយដែលសអានចេញមកក្រៅដោយមិនជិះឡានឥឡូវនេះសអានកំពុងតែដើរចេះរៀនសង្ហាអីចឹងទៅសអានកំពុងតែដើរសម្របខ្លួនជាមួយមនុស្សជុំវិញខ្លួនម្ដងបន្តិចហើយខំប្រាប់ខ្លួនឯងថាវាមិនអីទេខ្ញុំមិនទាន់មានអារម្មណ៍ថាថប់អារម្មណ៍នៅឡើយបន្ទាប់មកក៏មានដំណក់ទឹកមួយធ្លាក់មកលើដៃហើយសអានមានការស្លន់មានមេឃភ្លៀងហើយបន្ទាប់មកmoment sweet របស់យើងក៏មកដល់វូវ៉ុនបានមកដល់ហើយក៏ទទួលឆាត់ឲ្យសអានយើងមានជាការរំភើបសម្លឹងមើលវូវ៉ុនកាន់ឆាត់ហើយញញឹមដាក់ខ្លួនវូវ៉ុនក៏បានញញឹមដាក់អ្នកអាចធ្វើបានហើយឃើញស្នាមញញឹមរបស់វូវ៉ុនសអានបានគិតដល់ពីអតីតកាលនៅពេលដែលពួកគេបានជួបគ្នាលើកដំបូងក្រោមដំណក់ទឹកភ្លៀងហើយសអានយើងចាប់ផ្ដើមអៀនទៀតហើយមុខគឺចាប់ផ្ដើមក្រហមម្ដាសអានយើងអៀនពេកក៏បានអោនមុខចុះហើយកាត់ក្នុងចិត្តថាពេលវេលាមិនគួរឲ្យជឿសោះបងក៏បាននិយាយថាល្អណាស់ដែលយើងបានជួបគ្នាអ្នកប្រហែលជាអាចសាមជួបសអានគេថាមែនហើយនឹងជាឆាត់របស់អ្នកមែនវូវ៉ុនថាមែនហើយខ្ញុំបានមើលការព្យាករណ៍អាកាសធាតុថានឹងមានភ្លៀងធ្លាក់ដូច្នោះខ្ញុំក៏បានយកវាមកជាមួយខ្ញុំគិតថាវាមិនត្រូវការទេព្រោះគ្មានភ្លៀងពេញមួយថ្ងៃប៉ុន្តែយើងនៅទីនេះចង់ថាឥឡូវនេះគេច្រកភ្លៀងមួយគ្នាអីចឹងណាសអានគាត់បានលឺហើយគឺថាអៀនតែម្ដងហើយកំពុងគិតក្នុងចិត្តស្ទើរមិនគួរឲ្យជឿឃើញមុខវូវ៉ុនហើយធ្វើឲ្យសអានយើងអៀនងាយចឹងណាវូវ៉ុនសួរមានអារម្មណ៍យ៉ាងម៉េចហើយសអានមានជាការស្លន់ចេញមកក្រៅមិនងាយស្រួលទេសម្រាប់អ្នកហើយឥឡូវនេះតើអ្នកមានអារម្មណ៍មិនអីទេសអានគេថាអូ
វាល្អជាងខ្ញុំគិតប៉ាត់មែនខ្ញុំរីករាយណាស់ខ្ញុំបានបារម្ភអ្នកដឹងទេសអអានកសួរបារម្ភមែនហើយអ្នកប្រហែលជាអាចធ្វើហួសហេតុពេកដោយសារតែខ្ញុំធ្លាប់ប្រាប់អ្នកពីមុនសមាជិកគ្រួសាររបស់ខ្ញុំក៏មានជំងឺភ័យស្លន់ស្លោដែរខ្ញុំដឹងថាវាពិបាកក្នុងការយកឈ្នះបើសិនជាបានព្យាយាមហើយវាមិនកើតទេអ្នកនឹងមានការខកចិត្តប៉ុន្តែខ្ញុំសប្បាយចិត្តដែលដឹងថាអ្នកមិនអីអូហូយសអាយមានការញ៉ាំពេញចិត្តតែម្ដងគេក៏គូស្មាវវ៉ាន់អរគុណខ្ញុំបានចម្ពាក់អ្នកវូវ៉ាន់គេថាគួរតែគេទេតែជាអ្នកនិយាយបែបនោះសោះអានក៏តបថាទៅហើយតបមកសោះអានក៏បានសួរថាក៏ដៃមិនតាន់ជាទេវូវ៉ាន់ថានឹងទៅដល់បងចេញវិញនៅថ្ងៃស្អែកអូត្រូវហើយតើមានលឺពីការងារ part time នៅវូវ៉ាន់ថាមិនតាន់ទេនឹងប្រាប់សោះអាននៅពេលដែលគេតាក់ទងមកបន្ទាប់មកសាច់រឿងក៏បានកាត់មកថ្ងៃស្អែកវូវ៉ាន់បានមកប៉ែតដើម្បីដោះបងរំចេញប៉ែតបានប្រាប់វូវ៉ាន់ថាឲ្យមកដោះបងឆាប់នេះសួរវូវ៉ាន់ថាហេតុអ្វីបានជាយឺតម្ល៉េះអូវាមានរឿងខ្លះកើតឡើងប៉ែតថាអញ្ចឹងហ៎ប៉ែតឲ្យវូវ៉ាន់ធ្វើចលនាក៏ដែរសួរថាឈឺដែរឬទេវូវ៉ាន់បានសប្បាយចិត្តហើយឆ្លើយថាវាអត់ទេប៉ែតបានប្រាប់វូវ៉ាន់ថាឲ្យប្រុងប្រយ័ត្នព្រោះថាសន្លាក់ដៃនៅតែរឹងដោយសារតែមិនសូវប្រើប្រាស់ដូច្នេះត្រូវប្រកាសថាដៃអាចលាបានហើយបើសិនជាឈឺត្រូវណាត់ជួបប៉ែតម្ដងទៀតវូវ៉ាន់ក៏អូខេហើយអរគុណប៉ែតទៅប៉ែតនិយាយថាពួកយើងមិនបានតាក់ទងគ្នាលើកមុនសួរវូវ៉ាន់ថាសុខសប្បាយទេវូវ៉ាន់ក៏ឆ្លើយថាល្អហើយសួរប៉ែតវិញចុះខ្យងប៉ែតថាមិនអាក្រក់ទេដោយឯងឃើញចឹងឯងប្រកាសថាឯងមិនអីពួកយើងជួបគ្នាម្ដងទៀតនៅមន្ទីរប៉ែតណាឯងទៅដាក់បងចេញទេខេតខ្ញុំដឹងទោះបីជាយ៉ាងណាក៏ដោយខ្ញុំរីករាយដែលឃើញឯងល្អជាងពីមុនខ្ញុំត្រូវតែនិយាយឯងបានឃើញពីស្ថានភាពរបស់ខ្ញុំអាក្រក់បំផុតនៅពេលនោះវូវ៉ាន់ក្រោយពីស្ដាប់ឮប៉ែតនិយាយហើយក៏បានញឹមឯងក៏ឆ្លើយថាខ្ញុំក៏អញ្ចឹងដែរតបមកវូវ៉ាន់ក៏បានគិតទៅពីអតីតកាលនៅពេលដែលបានជិតស្និទ្ធជាមួយហេអ៊ីននៅពេលដែលខ្ញុំនៅហែទឹកមុនពេលដែលជួបគ្រោះថ្នាក់ចរាចរណ៍ពេលដែលកំពុងតែរស់នៅយ៉ាងរោគរាការហែទឹកខ្លះជាចំណងចំណូលចិត្តដែលលំបាកក្នុងការថែរក្សានៅវិទ្យាល័យខ្ញុំអាចចូលហែទឹកបានដោយសារគ្រូបង្ហាត់របស់ខ្ញុំប៉ុន្តែនៅវិទ្យាល័យកាន់តែលំបាកខ្ញុំបានគិតថាខ្ញុំគួរតែឈប់ហែទឹកឬអត់ខ្ញុំក៏ដឹងចម្លើយរួចហើយប៉ុន្តែខ្ញុំមិនអាចសម្រេចចិត្តជារឿយៗខ្ញុំបានទៅអាងហែទឹកហើយខ្ញុំបានអនុវត្តដោយខ្លួនឯងដើម្បីឲ្យខ្ញុំធូរស្រាលនៅពេលនោះហើយដែលខ្ញុំបានស្គាល់ហេអ៊ីនខ្ញុំបានស្គាល់គាត់ចាប់តាំងពីពេលដែលគាត់ឈរជាមួយវងមនុស្សពាក់ហេអ៊ីនកាលនៅហ៊ានល្បីដែរហ្នឹងណាវូវ៉ាន់ក៏លួចមើលហេអ៊ីនពងកាត់ក្នុងចិត្តនោះមែនមនុស្សនៃគេតែនិយាយខ្ញុំតែងតែចង់ដឹងអំពីគាត់ហែទឹកដែលមានទុកមុខនៅហត់ប៉ុន្តែខ្ញុំគ្មានភាពក្លាហានដើម្បីនិយាយជាមួយគាត់ឲ្យបានត្រឹមតែមើលគាត់ពីចម្ងាយពងលួចមើលគេសុកហេអ៊ីនក៏ហៅហេពួកយើងធ្លាប់ជួបគ្នាពីមុនមែនទេឯងតែសម្លឹងមកអញ្ចឹងហើយទៅបានជាខ្ញុំហៅវ៉ាន់ខ្មាស់គេហើយលួចមើលគេចាប់បានហើយក៏សុំទោសប៉ាហេអ៊ីនថាមិនចាំបាច់សុំទោសទេសួរឈ្មោះអីវ៉ាន់យកពេលគេចាប់បានហើយមានជាការតាក់ទៅដូវវ៉ាន់ក្រោយពីបានស្គាល់គ្នាហើយពួកគេតែងតែសួរសុខទុក្ខគ្នាជាប្រចាំវ៉ាន់ក៏សួរហេអ៊ីនតើការហែទឹកលំបាកទេហេអ៊ីនគេថាប្រកាសណាគ្មានកីឡាណាវាស្រួលទេគិតចឹងទេត្រូវហើយគ្រាន់តែបងមើលទៅដូចជាអស់កម្លាំងប៉ុន្តែបងមិនដែលឈប់មកវឹកហាត់ទេហេអ៊ីនគេថាដោយសារការសិក្សាវា stress ពេកទៅបានជារោគកីឡាដើម្បីបន្ធូរបន្ថយអីចឹងណាហើយចុះឯងគិតថាការហាត់ទៅវាលំបាកទេត្រូវហើយវាគឺជាកីឡាដែលខ្ញុំចូលចិត្តហើយខ្ញុំត្រូវឈប់វាឆាប់នេះហេអ៊ីនសួរថាហេតុអីមិនហាត់ដោយសារតែចង់ខ្លាចជាកីឡាករអាជីពទេវូវ៉ាន់លឺឲ្យខំបដិសេធថាមិនមែនចឹងទេមិនមែនជាគោលដៅរបស់គេទេហើយតែគ្រាន់តែជារឿងតែមួយគត់ដែលគេចេះចឹងណាហេអ៊ីនថាប៉ុន្តែឯងធ្វើវាបានល្អវូវ៉ាន់ក៏បានស្ងាត់បន្តិចហើយប្រាប់ថាខ្ញុំនឹងឈប់វាហេអ៊ីនសួរថាហេតុអីវូវ៉ាន់ថាមិនអាចដឹងបន្តវាបានទៀតទេខ្ញុំត្រូវតែធ្វើការហើយរកលុយហេអ៊ីនថាឯងនិយាយដូចចាស់ជាងខ្ញុំពេលណាឯងកើតម្ដងទៀតវូវ៉ាន់ក៏ហាហើយក៏នៅតែបន្តគិតថាខ្ញុំមិនបាននិយាយរឿងទាំងអស់ទេប៉ុន្តែហេអ៊ីនខ្យងដូចជាបានយល់ពីស្ថានភាពរបស់ខ្ញុំវាកាន់តែច្បាស់ដោយសារតែខ្ញុំតែងតែមានទុកព្រួយគាត់បានបើកចិត្តខ្ញុំហើយដូចជាចែករំលែកទុកសោកជាមួយខ្ញុំបានរត់ចេញពីផ្ទះហើយរកគ្រប់ផ្លូវដើម្បីមកដល់សេអ៊ូលនោះហើយជាមូលហេតុដែលខ្ញុំទៅរកភាពជោគជ័យបន្តមកហេអ៊ីនក៏ល្អូថាឃ្លានហើយទៅរកអីញ៉ាំហើយវូវ៉ាន់នៅតែបន្តគិតគាត់តែងតែនិយាយសង្ខេបពីកលៈទេសៈរបស់គាត់ប៉ុន្តែខ្ញុំអាចយល់ចិត្តគាត់បានហេអ៊ីនក៏បានមកសួរអញឃ្លានទេចង់តែញ៉ាំមីស្រស់ជាមួយគ្នាទេវូវ៉ាន់ដល់ខ្ជូតរបស់យើងក៏អូខេហើយវូវ៉ាន់យើងក៏គិតទៀតហើយតាមពិតហេអ៊ីនគឺជាមនុស្សម្នាក់ដែលតែងតែលួងលោមគាត់តមកសាច់រឿងក៏បានកាត់មកម៉ាត់វូវ៉ាន់បានប្រាប់ហេអ៊ីនថានៅមិនទាន់បានប្រាប់គ្រូបង្វឹកនៅឡើយវាមិនដូចជាការពន្យាពេលដែលមិនអាចផ្លាស់ប្ដូរអ្វីបានតើខ្ញុំកំពុងតែខ្លាចអ្វីតាមពិតទៅខ្ញុំកំពុងតែខ្លាចតើមានរឿងអ្វីកាត់ឡើងបន្ទាប់ពីខ្ញុំឈប់ហេអ៊ីនក៏និយាយថាឯងធ្វើបានល្អមិនថាឯងធ្វើអ្វីទេខ្ញុំ
ត្រូវហើយឯងឧស្សាហ៍ព្យាយាមក្នុងការហែទឹកហើយចរិតមួយនេះហើយខ្ញុំគិតថាវាអាចជួយឯងឲ្យជោគជ័យក្នុងការងារដែលឯងខំប្រឹងពូវ៉ាន់គេថាគេដឹងប៉ុន្តែគ្រាន់តែគិតថាមិនបានហែទឹកទេធ្វើឲ្យគេខកចិត្តតែហេអ៊ីនគ្រាន់ស្ដាប់ពូវ៉ាន់និយាយហើយខ្លាញ់ពេកក៏យកដៃទៅញីសាក់ពូវ៉ាន់ហើយនិយាយថានោះហើយជាអ្វីដែលកើតឡើងនៅពេលដែលឯងបោះបង់អ្វីដែលឯងខ្វាយខ្វល់ឯងសោកសៅដូចជាអ្វីដែលឯងស្រឡាញ់ដែរតបមកហេអ៊ីនក៏មើលទៅលើមេឃថាផ្កាយប់នេះពិតជាភ្លឺណាស់ហើយពូវ៉ាន់យើងក៏ចូលត្រាម៉ាទៀតហើយនៅពេលណាដែលខ្ញុំសម្លឹងមើលផ្កាយខ្ញុំតែងតែសួរខ្លួនឯងខ្ញុំពិតជាសែតណាស់ព្រោះខ្ញុំតែងតែចូលចិត្តហែទឹកវាពិបាកនិយាយណាស់ពេលមកហែទឹកខ្ញុំមិនដែលមានគោលដៅឬក្តីប្រាថ្នាអ្វីឡើយតែខ្ញុំពិតជាស័ក្តិសមនឹងនិយាយថាស្រឡាញ់វានៅពេលដែលខ្ញុំបោះបង់វាលឿនបែបនេះប្រហែលជាខ្ញុំគ្រាន់តែដោះសារហើយប្រាប់ខ្លួនឯងថាបញ្ឈប់វាគឺជារឿងត្រឹមត្រូវនៅពីក្មេងគ្មានអ្វីដែលខ្ញុំអាចធ្វើបានប៉ុន្តែគ្រាន់តែទទួលយកជោគវាសនារបស់ខ្លួនឯងនេះហើយជាអ្វីទាំងអស់ដែលខ្ញុំមានតម្លៃតែខ្ញុំគួរតែកាន់វាឲ្យណែនជាងនេះហើយបន្ទាប់មកសាច់រឿងក៏បានកាត់មកបច្ចុប្បន្នវិញអេអ៊ីនថាមិនបានលើពីគ្រោះថ្នាក់ចរាចរណ៍របស់ឯងរហូតមកដល់ពេលនេះទោះពូវ៉ាន់ខ្ញុំគួរតែតាក់ទងមករកឯងបានឆាប់ពូវ៉ាន់ថាអត់ទេខ្ញុំគួរតែជាអ្នកដែលសុំទោសបងពេលនោះខ្ញុំគិតថាវាចប់ហើយនៅពេលដែលខ្ញុំបានឈប់ហែទឹកខ្ញុំបានទុកអ្វីទាំងអស់ចោលសុំទោសដែលខ្ញុំមិនដែលតាក់ទងមកហេអ៊ីនថាមិនចាំបាច់សុំទោសទេអរគុណដែលឯងនិយាយចេញមកពួកយើងគួរតែជួបគ្នាបានច្រើនពូវ៉ាន់យើងក៏អូខេហើយហេអ៊ីនក៏បានសួរអញ្ចឹងខ្ញុំលឺតែឯងស្គាល់សអអានអូមែនហើយតើគាត់ប្រាប់បងហេអ៊ីនក៏សុំសួរតើពួកឯងទាំងពីរជួបគ្នាដូចម្ដេចពូវ៉ាន់ថាបានជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលកំពុង delivery ហើយសអានក៏បានជួយខ្ញុំនៅពេលនោះហើយគាត់ជួយខ្ញុំច្រើនណាស់បន្ទាប់ពីពេលនោះខ្ញុំតែងតែជាអ្នករំខានគាត់ខ្ញុំពិតជាអរគុណគាត់ខ្លាំងណាស់ហេអ៊ីនពងស្ដាប់ពូវ៉ាន់សុកស្រាប់តែគិតបកក្រោយនៅពេលដែលកំពុងនិយាយជាមួយយ៉ូហានសអានប្រកាសជាកំពុងតែញ៉ែគាត់ហេអ៊ីនក៏សួរយ៉ូហានមែនមែនហើយសអានមើលទៅដូចជារំភើបណាស់អ្នកគួរតែឃើញវាក្រសែភ្នែកដែលគាត់សម្លឹងមើលវូវ៉ាន់ឬក៏បានលើឈ្មោះវូវ៉ាន់ក៏ដោយហេអ៊ីនស្ដាប់ហើយចេះតែអល់ទៅហេអ៊ីនក៏សួរយ៉ូហានថាសអានមិនអីទេយ៉ូហានប្រាប់ថាសអានបានភាសាជាពីមុនចឹងហើយទើបបានជាខ្ញុំចង់ជួយគាត់តាមតែអាចធ្វើបានហើយគេបានមកឡើងខ្ជូតគេថាអត្តពលស្នេហាគឺល្អបំផុតហេអ៊ីនមានជាការញ៉ាំខ្នក់ខ្លាំងសង្សារខ្លួនឯងអីចឹងទៅហេអ៊ីនក៏បានសួរតើវូវ៉ាន់មានប្រតិកម្មអ្វីទេយ៉ូហានថាគាត់មិនតមានប្រតិកម្មអ្វីច្រើនទេតបមកសេកនឹងក៏កាត់មកបច្ចុប្បន្នកាលវិញបាក់ហេអ៊ីនពងកាត់ក្នុងចិត្តថាសអានមើលទៅដូចជាធ្វើអ្វីគ្រប់យ៉ាងហើយកំពុងបារម្ភពីវូវ៉ាន់ព្រោះវូវ៉ាន់គឺជា straight ចង់ប្រាប់ថាវូវ៉ាន់យើងគឺមិនដែលស្លាញ់ប្រុសពីមុនមកទេហេអ៊ីនក៏តបថារីករាយណាស់ដែលពួកឯងចុះសម្រុងគ្នាជួយមើលសអានឲ្យខ្ញុំផងគាត់គឺជាក្មេងល្អវូវ៉ាន់ថាប្រកាសហើយគាត់ពិតជាចិត្តល្អណាស់តែហេអ៊ីនក៏ឆ្លើយទៅអង្គការក្នុងចិត្តសង្ឃឹមថាវូវ៉ាន់ open mind ហេបាក់បើបានគេស្លាញ់គ្នា support គេ 100% ហ្មងអីតាមមកសាច់នឹងក៏បានកាត់មកពេលយប់ពេលនេះសអានកំពុងថេកទៅវូវ៉ាន់ពេលណាមកដល់វូវ៉ាន់ក៏តបមកវិញថាចិត្តដើរទៅដល់ហើយសអានយើងក៏អូខេល្អហើយដែលខ្ញុំបានដើរចេញមកក្រៅមុនហើយក៏បានដាក់ទូរស័ព្ទចុះពងគិតថាប្រហែលថ្ងៃនេះដើរចេញមកក្រៅវាមិនលំបាកដោយការរំពឹងទុកទេប្រហែលជាដោយសារតែខ្ញុំបានចាក់ចេញពីផ្ទះញឹកញាប់នៅពេលដែលវូវ៉ាន់កំពុងតែជួយខ្ញុំប៉ុន្តែខ្ញុំបានទម្លាប់ជួបនឹងមនុស្សខ្លះហើយការសម្លឹងមើលភ្នែកមិនបណ្ដាលឲ្យខ្ញុំថប់អារម្មណ៍ដូចពីមុនទេជាការប៉ັດណាស់ខ្ញុំមិនអាចនិយាយថាប្រហែលថ្ងៃនេះអាចព្យាបាលខ្ញុំបានទេប៉ុន្តែចាប់ផ្ដើមពីក្រោមឡើងលើមានអារម្មណ៍ថាមានកម្លាំងថ្មីមួយដើម្បីស៊ូទ្រាំខ្ញុំមិនទាន់ត្រឡប់ទៅរកខ្លួនឯងពីមុនទេប៉ុន្តែយ៉ាងហោចណាស់ខ្ញុំអាចដើរមួយហ្វូមនុស្សបានដើរបដាគិតបដានឹកឃើញដល់ពេលដែលកំពុងជេរខ្ញុំមិនអាចរស់នៅបែបនេះជារៀងរហូតទេខ្ញុំចង់ឲ្យវូវ៉ាន់រស់នៅជាមួយខ្ញុំកាន់តែយូរតាមតែអាចធ្វើបានតើខ្ញុំគួរធ្វើដូចម្តេចដើម្បីបញ្ចុះបញ្ចូលឲ្យគាត់ស្នាក់នៅចិញ្ចារបស់គាត់ពិតជាលំបាកបំបែកពេកហើយយ៉ាងណាវាជាការប្រឹងប្រែងរបស់ខ្ញុំដែលធ្វើឲ្យពួកយើងជិតស្និទ្ធគ្នាហើយអារម្មណ៍របស់ខ្ញុំចំពោះគាត់គឺជាបញ្ហាពងកាត់សុកសអានក៏បានឆ្លន់សអានបានឃើញភិនភាគនរណាម្នាក់ស្តៀងទៅនឹងអាចង្រៃពីអតីតកាលហើយបានវាប្រហារខ្លួនហើយរូបភាពទាំងនោះក៏បានតាមមកសម្រាប់សអាននៅពេលនេះសអានមានអារម្មណ៍ផិតភ័យជាខ្លាំងហើយរូបភាពពីអតីតកាលក៏បានលេចចេញមកហើយក៏មានសម្លេងនរណាម្នាក់និយាយថាឯងគួរតែអាចដោះស្រាយវាបានដោយខ្លួនឯងគួរអាណិតណាស់ដល់មិនដឹងធ្វើអ្វីសអានក៏បានរត់ចេញទៅហើយសាច់រឿងក៏បានកាត់មកវូវ៉ាន់វិញវូវ៉ាន់កំពុងតែតបឆាតនិយាយអំពីការងារដែលសអានបានណែនាំគេឆាតមកប្រាប់វូវ៉ាន់ថាការងារនោះគឺជាការងារជំនួយថតតាមប៉ុស្តិ៍ទូរទស្សន៍ហើយវូវ៉ាន់នឹងត្រូវរៀបចំឧបករណ៍ថតអីចឹងទៅសូមមកដល់ស្ទូឌីយោនៅម៉ោង 9 ព្រឹកវូវ៉ាន់ក្រោយពីលើការងារហើយមានអារម្មណ៍ថាលយណាស់ហើយក៏អូខេទៅជួបគ្នាថ្ងៃស្អែក
ក្រៅពីចប់ការឆាតហើយប៊ូវ៉ាន់ពងកេតថាគួរតែប្រាប់សអាននៅពេលបានជួបគ្នាប៉ុន្តែសម្លឹងទៅមកដល់ច្រកចូលហើយនៅតែមិនទាន់បានឃើញសអានទៀតវារៀងចម្លែកពួកគេគួរតែជួបគ្នាមុនពេលដែលប៊ូវ៉ាន់មកដល់ទីនេះគ្រាន់តែគិតដល់ត្រង់នឹងភ្លាមប៊ូវ៉ាន់ក៏បានដកទូរស័ព្ទទេទៅរកសអានប៉ុន្តែទេទៅប្រហែលដងសអានគឺមិនបានលើកទេនៅពេលនេះប៊ូវ៉ាន់កំពុងតែបារម្ភហេតុអ្វីបានជាសអានមិនលើកទូរស័ព្ទក្រោយពីទេបានប្រហែលដងសអានក៏បានលើក Hello សអានខ្ញុំបានមកដល់ហើយប៉ុន្តែខ្ញុំមិនបានឃើញអ្នកតើមានរឿងអ្វីកើតឡើងសអានក៏បានស្ងាត់បន្តិចហើយក៏សុំទោសប្រាប់ថាបានភ័យសន់ស្រោននៅពេលកំពុងដើរមូវ៉ាន់សួរទាំងបារម្ភតើឥឡូវនេះកំពុងនៅឯណាសអានគឺកំពុងតែទៅមិនដឹងថានិយាយប្រាប់យ៉ាងម៉េចមូវ៉ាន់ប្រាប់ថាមិនអីទេទុកពេលខ្លះហើយដកដង្ហើមឲ្យវែងៗតើអាចមើលជុំវិញឲ្យខ្ញុំបានទេសអានប្រាប់ថានៅលើជណ្ដើរនៅជាន់ទី1នៃអគារថេប៊ូអូខេខ្ញុំនឹងទៅដល់នឹងទីទៀតកុំទៅណាហើយប៊ូវ៉ាន់ក៏បញ្ញាចេញទៅហើយ chapter របស់យើងក៏សិនតែចប់តែប៉ុណ្្នឹងឯងជាចុងក្រោយ admin ពិតជាសុំទោសព្រោះថា admin ជាប់ដើរលេងនឹងណាទៅមិនបានចេញវីដេអូប៉ុន្តែយ៉ាងណាក៏ admin នឹងព្យាយាមកាត់វីដេអូឲ្យអ្នកទាំងអស់គ្នាដែរអរគុណដែលអ្នកទាំងអស់គ្នារងចាំតភាគហើយយើងនឹងជួបគ្នានៅ chapter បន្ទាប់បាយបាយ